ក្រសួងការពារជាតិនៃព្រឹកថ្ងៃទី1ខែកក្កដានេះបានប្រជុំឆ្លងរបាយការណ៍បូកសរុបការងារឆមាសទី1និងទិសដៅអនុវត្តឆមាសទី2ឆ្នាំ2025ក្រោមអធិបតីភាពនៃឧត្តមសេនីយ៍ចៃសាំងយុនរដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិនៅក្នុងឆមាសទី1ឆ្នាំ2025នេះកងយុទ្ធពលខេមរៈភូមិន្ទបានយកចិត្តទុកដាក់ពុះពីអនុវត្តភារកិច្ចរបស់ខ្លួនតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភានិងភារកិច្ចជាក់ស្ដែងចំពោះមុខដោយសម្រេចបាននៃសមិទ្ធផលការងារធំៗមួយចំនួនសភាពការយោធានៅតាមតំបន់ព្រំដែនកងយុទ្ធពលខេមរៈភូមិន្ទបានធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងខ្លួនសរុបបានចំនួន6256លើកព្រំដែនកម្ពុជាថៃ2308លើកកម្ពុជាវៀតណាម2494លើកកម្ពុជាឡាវ1454លើកដើម្បីតាមដានត្រួតពិនិត្យគ្រប់គ្រងសភាពការនិងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែននិងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមកចំពោះការប្រឈមមុខផ្នែកយោធានៅតំបន់ព្រំដែនកម្ពុជាថៃកងទ័ពយើងបានបន្តឈរជើងនៅតំបន់ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជាដែលបានកាន់កាប់ជាយូរមកហើយយើងរក្សានៅភាពអត់ធ្មត់ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារបូរណភាពទឹកដីប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានាយើងមិនមានមហិច្ឆតាឈ្លានពានប្រទេសណាមួយឡើយយើងគ្រប់គ្រងដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធីនិងគ្រប់គ្រងនៅជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃតាមរយៈតុលាការអន្តរជាតិនៅប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3សភាពការសន្តិសុខស្ដាប់ធ្នាប់សាធារណៈក្នុងប្រទេសកងយុទ្ធពលខេមរៈភូមិន្ទមានបានម្ចាស់ការនិងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់និងបណ្ដាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានាធ្វើការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសសកម្មភាពបទល្មើសគ្រប់ប្រភេទនិងភាពអនាធិបតេយ្យផ្សេងៗពិសេសសកម្មភាពកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់បំផ្លិចបំផ្លាញធនធានធម្មជាតិនេសាទខុសច្បាប់កិច្ចពន្ធនិងសកម្មភាពជួញដូរប្រើប្រាស់គ្រឿងញៀនដោយសម្រេចបាននូវលទ្ធផលល្អជាស្ដែងករណីបទល្មើសឧក្រិដ្ឋបទល្មើសមជ្ឈិមកើតឡើងចំនួន1879លើកកងយុទ្ធពលខេមរៈភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន1240លើកក្រៅពីនេះបានសហការចូលរួមការពារសន្តិសុខសុវត្ថិភាពថ្វាយព្រះមហាក្សត្រជូនប្រមុខរាជរដ្ឋាភិបាលថ្នាក់ដឹកនាំគណៈប្រតិភូអន្តរជាតិពិធីបុណ្យជាតិនិងព្រឹត្តិការណ៍នានាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជូនប្រជាពលរដ្ឋនៅគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជាបានសប្បាយរីករាយ